ស្ថិរភាពសន្តិសុខពិភពលោកកាន់តែរង្គោះរង្គើអំណាចនៃច្បាប់អន្តរជាតិកាន់តែចុះខ្សោយក្រោយពេលដែលរដ្ឋបាលលោកដូណាល់ត្រាំរបស់សហរដ្ឋអាមេរិកបានបង្កើតព្រឹត្តិការណ៍ប្រវត្តិសាស្ត្រគួរឲ្យភ្ញាក់ផ្អើលបន្ទាប់ពីបើកការវាយប្រហារដើម្បីចាប់មេដឹកនាំវេណេស៊ុយអេឡាបានជោគជ័យអាមេរិកទាមទារប្រេងពីវេណេស៊ុយអេឡារហូតដល់50ពាន់លានបារ៉ែលខណៈពេលដែលកោះ Greenland របស់ Denmark បានក្លាយទៅជាគោលដៅទី2ដ៏សំខាន់របស់សហរដ្ឋអាមេរិកហើយដំណាក់កាលនៃការចង់បានកោះ Greenland នេះវាបានក្លាយទៅជាព្រឹត្តិការណ៍ដ៏គួរឲ្យរសើបជាទីបំផុតដែលត្រូវបានចាត់ទុកថានេះគឺជាប្រវត្តិសាស្ត្រនៃការផ្លាស់ប្ដូរដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកជុំវិញឥទ្ធិពលរលកនយោបាយរបស់សហរដ្ឋអាមេរិកនាពេលនេះបានធ្វើឲ្យមហាជនទូទៅមានចម្ងល់យ៉ាងខ្លាំងហើយអ្វីបានជាសហរដ្ឋអាមេរិកចង់បានកោះ Greenland របស់ Denmark ខ្លាំងម្ល៉េះទន្ទឹមនាពេលបច្ចុប្បន្ននេះអាមេរិកក៏មានមូលដ្ឋានកងទ័ពជើងអាកាសរបស់ខ្លួននៅក្នុងទឹកដី Greenland រួចស្រេចទៅហើយខណៈពេលដែលសហរដ្ឋអាមេរិកក៏ជាសមាជិកដ៏សំខាន់របស់ NATO ផងដែរតើរឿងនេះមានហេតុផលអ្វីនៅពីខាងក្រោយខ្នងខ្លះតើអាមេរិកពិតជាបានកោះ Greenland មកកាន់កាប់ដែរឬទេតើ Denmark ព្រមប្រកល់ដែនអធិបតេយ្យភាពរបស់ខ្លួនឲ្យអាមេរិកដែរឬយ៉ាងណាប្រសិនបើអាមេរិកគ្រប់គ្រងកោះ Greenland បានដោយជោគជ័យហើយតើមហាយៈចិននិងរុស្ស៊ីនឹងមានប្រតិកម្មបែបណាចម្ងល់ទាំងអស់នេះនឹងត្រូវបានឆ្លើយជូនដោយការវិភាគនៅក្នុងវីដេអូនេះដូច្នេះសូមបងប្អូនប្រិយមិត្តទេសនិកជនតាមដានទេសនានិងស្ដាប់ជាមួយខ្ញុំប្រកបទៅដោយការពិចារណាដូចតទៅអនុញ្ញាតគោរពជំរាបសួរបងប្អូនប្រិយមិត្តទេសនិកជនជនរួមជាតិជាទីគោរពរាប់អានស្វាគមន៍ជាថ្មីម្ដងទៀតមកកាន់វីដេអូវិភាគព្រឹត្តិការណ៍អន្តរជាតិសំខាន់ជុំវិញពិភពលោកនៅក្នុងវីដេអូនេះខ្ញុំបាទសូមលើកយកនៅព្រឹត្តិការណ៍ដ៏ចាំបាច់មួយរបស់ពិភពលោកបាននឹងកំពុងតែអង្រួននៅសន្តិសុខអន្តរជាតិរដ្ឋបាលលោកដូណាល់ត្រាំបាននិយាយថាខ្លួនកំពុងតែពិភាក្សាយ៉ាងសកម្មអំពីរបៀបនៃការទិញកោះ Greenland ពីប្រទេសដាណាម៉ាអាចនឹងកើតឡើងប៉ុន្តែក៏មិនត្រូវបោះបង់ចោលនៅសកម្មភាពយោធារបស់សហរដ្ឋអាមេរិកឡើយប្រសិនបើការទូតទទួលបរាជ័យការចាប់អារម្មណ៍របស់សហរដ្ឋអាមេរិកជាពិសេសក្រោមរដ្ឋបាលលោកដូណាល់ត្រាំទៅលើកោះ Greenland មិនមែនជារឿងចៃដន្យឬគ្រាន់តែជាមហិច្ឆតាចង់បានទឹកដីថ្មីនោះទេប៉ុន្តែវាគឺជាការគណនាយ៉ាងល្អិតល្អន់ផ្នែកភូមិសាស្ត្រនយោបាយនិងសន្តិសុខជាតិនៅក្នុងបរិបទនៃយុទ្ធសាស្ត្រការពារជាតិ Greenland គឺជាអចលនទ្រព្យដ៏មានតម្លៃបំផុតមួយនៅតំបន់អាកតិចដែលដើរតួនាទីជាខែលការពារទ្វីបអាមេរិកខាងជើងមូលដ្ឋានទ័ពអាកាស Pacific ដែលស្ថិតនៅលើកោះនេះគឺជាទីតាំងយុទ្ធសាស្ត្រសម្រាប់ប្រព័ន្ធរ៉ាដាព្រមានជាមុនអំពីមីស៊ីលឆ្លងទ្វីប Ballistic Missile Early Warning System នៅក្នុងខណៈដែលរុស្ស៊ីកំពុងតែពង្រីកឥទ្ធិពលយោធាយ៉ាងខ្លាំងក្លានៅឯតំបន់ប៉ូលខាងជើងហើយចិនបានប្រកាសខ្លួនទៅជារដ្ឋជិតអាកតិចការគ្រប់គ្រងឬក៏ការបង្កើននៅវត្តមានរបស់អាមេរិកនៅ Greenland គឺជាការឆ្លើយតបដើម្បីទប់ស្កាត់នៅការឡោមព័ទ្ធនិងការធានាថាផ្លូវសមុទ្រភាគខាងជើងមិនធ្លាក់ក្រោមការត្រួតត្រារបស់គូសត្រូវឡើយក្រៅពីបញ្ហាសន្តិសុខផលប្រយោជន៍សេដ្ឋកិច្ចនិងធនធានធម្មជាតិនេះគឺជាកត្តាជំរុញដ៏សំខាន់ដែលធ្វើឲ្យរដ្ឋបាលលោកដូណាល់ត្រាំយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើកោះនេះ Greenland ត្រូវបានគេជឿជាក់ថាគឺជាជម្រកនៃប្រភពធនធានដ៏មហាសាលដែលមិនទាន់បានទាញយករួមមានព្រៃកាតឧស្ម័នធម្មជាតិនិងជាពិសេសគឺរ៉ែកម្រវាជាវត្ថុធាតុដើមដែលមិនអាចខ្វះបានសម្រាប់ផលិតនៅបច្ចេកវិទ្យាខ្ពស់អាវុធទំនើបនិងអាគុយសម្រាប់ឡានអគ្គិសនីបច្ចុប្បន្នចិនកំពុងតែក្តាប់ទីផ្សាររ៉ែកម្រស្ទើរតែទាំងស្រុងលើពិភពលោកដូច្នេះការទទួលបាននូវសិទ្ធិចូលទៅទាញយកធនធាននៅឯ Greenland នឹងជួយឲ្យអាមេរិកកាត់បន្ថយការពឹងផ្អែកទៅលើចិននិងពង្រឹងទៅលើខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនបន្ថែមពីនេះការរលាយទឹកកកដោយសារតែបំរែបំរួលអាកាសធាតុកំពុងតែបើកផ្លូវនាវាចរថ្មីដែលកាត់បន្ថយពេលវេលាដឹកជញ្ជូនរវាងអាស៊ីនិងអឺរ៉ុបដែលធ្វើឲ្យ Greenland នេះក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្មដ៏សំខាន់នាពេលអនាគតចំណែកនៅក្នុងវិស័យបែបតថនិយមយុទ្ធសាស្ត្រវិញការចង់បាន Greenland នេះឆ្លុះបញ្ចាំងអំពីគោលនយោបាយការទូតបែបពាណិជ្ជកម្មរបស់លោកដូណាល់ត្រាំដែលចាត់ទុកអធិបតេយ្យភាពនិងភូមិសាស្ត្រគឺជាទ្រព្យសម្បត្តិដែលអាចចរចាបានទោះជាដាណាម៉ានិងអាជ្ញាធរ Greenland បានច្រានចោលនៅគំនិតនៃការលក់កោះនេះក៏ដោយក៏យុទ្ធសាស្ត្ររបស់អាមេរិកបានផ្លាស់ប្ដូរមកជាមួយនៃការបង្កើនឥទ្ធិពលតាមរយៈការបើកស្ថានកុងស៊ុលឡើងវិញនៅការផ្ដល់ជំនួយសេដ្ឋកិច្ចនិងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធតាមរយៈទស្សនៈអ្នកជំនាញការប៉ុនប៉ងទិញឬក៏ពង្រីកឥទ្ធិពលនេះមិនមែនជារឿងចម្លែកនៅក្នុងប្រវត្តិសាស្ត្រអាមេរិកអ្វីឡើយដូចជាការទិញ Alaska ពីវាមានក្រឹមឡើងនៅក្នុងឆ្នាំ1867នេះឯងវាគឺជាកិច្ចខិតខំប្រឹងប្រែងដើម្បីការពារកុំឲ្យមានមហាអំណាចផ្សេងទៀតដែលប្រើប្រាស់ឥទ្ធិពលសេដ្ឋកិច្ចដើម្បីចូលមកកាន់កាប់ទីតាំងយុទ្ធសាស្ត្រនៅឯមាត់ទ្វារផ្ទះរបស់អាមេរិកដែលអាចបង្កទៅជាហានិភ័យទៅដល់ស្ថិរភាពតំបន់នៅក្នុងរយៈពេលវែងតើថ្ងៃខាងមុខអាមេរិកនឹងបានកោះ Greenland ដែរឬទេបើបានដោយវិធីណាតើដាណាម៉ាយល់ព្រមឬទេតើសម្ព័ន្ធមិត្ត NATO នឹងត្រូវដោះស្រាយបែបណាបើយើងផ្អែកទៅលើការវិភាគនៃលទ្ធភាពដែលសហរដ្ឋអាមេរិកអាចទទួលបានកោះ Greenland នាពេលអនាគតវាគឺជាប្រធានបទដ៏ស្មុគស្មាញដែលរួមបញ្ចូលគ្នានៅច្បាប់អន្តរជាតិសិទ្ធិស្វ័យសម្រេចនិងតុល្យភាពអំណាចសក
កលនៅក្នុងអត្ថន័យនៃការទិញដាច់ដូចជាការទិញដីនៅក្នុងសតវត្សទី19គឺស្ទើរតែមិនអាចទៅរួចទេនៅក្នុងបរិបទនយោបាយសម័យទំនើបនេះទោះជាយ៉ាងណាក៏ដោយអាមេរិកអាចនឹងទទួលបានកោះ Greenland តាមរយៈការដាក់បញ្ចូលនៅក្នុងគន្លងយុទ្ធសាស្ត្រជំនួយទៅដល់ការគ្រប់គ្រងអធិបតេយ្យភាពផ្ទាល់វិធីសាស្ត្រដែលអាមេរិកកំពុងតែប្រើប្រាស់និងអាចបន្តធ្វើរួមមានដូចខាងក្រោមទី1គឺការគ្រប់គ្រងឯករាជ្យភាពរបស់ Greenland ប្រសិនបើ Greenland សម្រេចចិត្តចាកចេញពីដាណាម៉ាពួកគេនឹងបាត់បង់ថវិកាឧបត្ថម្ភប្រចាំឆ្នាំប្រមាណជា$600 លានពីដាណាម៉ានៅចំណុចត្រង់នេះអាមេរិកនឹងឈានជើងចូលទៅធ្វើជាអ្នកធានាសន្តិសុខនិងសេដ្ឋកិច្ចជំនួសវិញតាមរយៈកិច្ចព្រមព្រៀងសេរីដោយដែលអាមេរិកបានធ្វើជាមួយនឹងប្រទេសនៅប៉ាស៊ីហ្វិកដូចជាប៉ាឡូឬក៏ Marshall Island ទី2ការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធតាមរយៈការសាងសង់ព្រលានយន្តហោះកំពង់ផែនិងការទាញយករ៉ែអាមេរិកនឹងធ្វើឲ្យសេដ្ឋកិច្ច Greenland នេះផ្សារភ្ជាប់ជាមួយនឹងខ្លួនរហូតទៅដល់មិនអាចខ្វះបានសម្រាប់រដ្ឋាភិបាលដាណាម៉ាវិញការលើកឡើងអំពីការលក់ Greenland ត្រូវបានចាត់ទុកថាគឺជាការប្រមាថមើលងាយទៅដល់អធិបតេយ្យភាពនិងប្រជាជន Greenland ដាណាម៉ាប្រកាន់ខ្ជាប់នៅគោលការណ៍ថា Greenland នេះមិនមែនជាទំនិញសម្រាប់លក់ឡើយប៉ុន្តែជាផ្នែកមួយនៃអាណាចក្ររួមរបស់ Greenland ទោះជាយ៉ាងណាក៏ដោយដាណាម៉ាក៏ស្ថិតនៅក្នុងសភាពពិបាកសម្រេចចិត្តផងដែរទី1គឺសម្ពាធសន្តិសុខដាណាម៉ាមិនមានសមត្ថភាពយោធាគ្រប់គ្រាន់ដើម្បីការពារតំបន់អាកទិកទាំងមូលនោះឡើយដូច្នេះពួកគេត្រូវតែអនុញ្ញាតឲ្យសហរដ្ឋអាមេរិកមានវត្តមានយោធាកាន់តែខ្លាំងទី2គឺសិទ្ធិស្វ័យសម្រេចច្បាប់របស់ដាណាម៉ាទទួលស្គាល់ថាប្រសិនបើប្រជាជន Greenland នេះចង់បានឯករាជ្យដាណាម៉ាមិនអាចហាមឃាត់បានទេដូច្នេះការសម្រេចចិត្តមិនមែនទៅលើដាណាម៉ាទាំងស្រុងនោះទេគឺនៅលើប្រជាជន Greenland ផ្ទាល់ចំពោះ NATO វិញនឹងត្រូវធ្វើបែបណានៅក្នុងចំណោមសម្ព័ន្ធមិត្ត NATO អាចនឹងមានផ្នត់គំនិតបែកចេញជាពីរទី1គឺម្ខាងចង់ឲ្យអាមេរិកគ្រប់គ្រងសមាជិក NATO មួយចំនួនអាចនឹងគ្រប់គ្រងប្រសិនបើវាមានន័យថាតំបន់អាកទិកត្រូវបានការពារយ៉ាងរឹងមាំអំពីការឈ្លានពានរបស់រុស្ស៊ីនិងការជ្រៀតជ្រែករបស់ចិន Greenland នេះគឺជាចំណុចយុទ្ធសាស្ត្រនៃខ្សែការពារ GIUK Gap ឬក៏ហៅថា Greenland Iceland United Kingdom ដែលជារបាំងការពារអាត្លង់តិកខាងជើងទី2មកខាងទៀតបារម្ភអំពីឥទ្ធិពលសហរដ្ឋអាមេរិកប្រសិនបើអឺរ៉ុបមួយចំនួនដូចជាបារាំងឬក៏អាល្លឺម៉ង់អាចនឹងមើលឃើញថានេះគឺជាការពង្រីកអំណាចឯកតោភាគីរបស់អាមេរិកដែលធ្វើឲ្យអឺរ៉ុបបាត់បង់ឥទ្ធិពលនៅក្នុងតំបន់ប៉ូលខាងជើងពួកគេចូលចិត្តឃើញ Greenland ស្ថិតនៅក្រោមដាណាម៉ាដែលជាសមាជិកសហភាពអឺរ៉ុបជាជាងស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាមេរិកដោយផ្ទាល់សំណួរចុងក្រោយដែលចោទសួរថាប្រសិនបើអាមេរិកបានកោះ Greenland ចុះមហាអំណាចចិននិងរុស្ស៊ីនឹងគិតបែបណាចម្លើយប្រសិនបើកោះ Greenland ធ្លាក់នៅក្រោមការគ្រប់គ្រងឬក៏ឥទ្ធិពលដាច់ខាតរបស់សហរដ្ឋអាមេរិកវានឹងក្លាយទៅជាការផ្លាស់ប្ដូរផែនទីភូមិសាស្ត្រនយោបាយដ៏ធំបំផុតមួយចាប់តាំងពីបញ្ចប់សង្គ្រាមត្រជាក់សម្រាប់មហាអំណាចរុស្ស៊ីនិងចិនព្រឹត្តិការណ៍នេះនឹងត្រូវបានចាត់ទុកជាការគំរាមកំហែងផ្នែកយុទ្ធសាស្ត្រកម្រិតខ្ពស់បំផុតហេតុអ្វីបានយើងហ៊ានអះអាងបែបដូចនេះទី1គឺផលប៉ះពាល់ទៅលើរុស្ស៊ីការបាត់បង់នូវឧត្តមភាពនៅតំបន់ប៉ូលខាងជើងសម្រាប់រុស្ស៊ីអាកទិកគឺជាផ្ទះគឺជាតំបន់សន្តិសុខដ៏សំខាន់បំផុតរបស់ខ្លួនប្រសិនបើអាមេរិកបាន Greenland នោះការឡោមព័ទ្ធយោធាពេញលេញរបស់អាមេរិកនឹងចាប់ផ្ដើមបច្ចុប្បន្នភាពរុស្ស៊ីមានឧត្តមភាពយោធានៅតំបន់អាកទិកលើសអាមេរិកទៅទៀតប៉ុន្តែប្រសិនបើអាមេរិកពង្រឹងមូលដ្ឋានយោធានៅលើកោះ Greenland វានឹងបិទគប់នៅផ្លូវចេញចូលរបស់កងទ័ពជើងទឹករបស់រុស្ស៊ីជាពិសេសគឺកងនាវាភាគខាងជើងតាមរយៈច្រក GIUK Gap វានឹងធ្វើឲ្យនាវាមុជទឹកនុយក្លេអ៊ែររបស់រុស្ស៊ីពិបាកនឹងចាក់ចេញទៅកាន់មហាសមុទ្រអាត្លង់តិកដោយមិនមានការដឹងមុនពីអាមេរិកនោះទី2គឺការគំរាមកំហែងទៅដល់ផ្លូវនាវាភាគខាងជើង NSR រុស្ស៊ីចង់គ្រប់គ្រងផ្លូវទឹកនេះគឺជាផ្លូវពាណិជ្ជកម្មផ្ដាច់មុខមួយវត្តមានអាមេរិកនៅ Greenland និងអនុញ្ញាតឲ្យ Washington មានលទ្ធភាពតាមដាននិងរំខានទៅដល់ប្រតិបត្តិការសេដ្ឋកិច្ចនិងយោធារបស់រុស្ស៊ីនៅតាមបណ្ដោយឆ្នេរសមុទ្រស៊ីបេរីមួយទៀតគឺផលប៉ះពាល់ទៅលើចិនគឺការកាត់ផ្ដាច់ផ្លូវសូត្រប៉ូលទោះបីជាចិនមិនមែនជាប្រទេសជាប់តំបន់អាកទិកប៉ុន្តែចិនបានប្រកាសមហិច្ឆតាផ្លូវសូត្រប៉ូលរបស់ខ្លួនដើម្បីពង្រឹងឥទ្ធិពលពាណិជ្ជកម្មការបាត់បង់សន្លឹកបៀរ៉ែកម្រចិនបារម្ភបំផុតនោះគឺការដែលអាមេរិកគ្រប់គ្រងធនធានរ៉ែកម្រនៅ Greenland បច្ចុប្បន្នចិនប្រើប្រាស់រ៉ែកម្រគឺជាអាវុធសេដ្ឋកិច្ចប្រឆាំងសហរដ្ឋអាមេរិកប្រសិនបើអាមេរិកអាចទាញយករ៉ែកម្រពី Greenland បាននោះអំណាចចរចារបស់ចិនទៅលើវិស័យបច្ចេកវិទ្យានឹងត្រូវរលាយសាបសូន្យការរារាំងមហិច្ឆតាភូមិសាស្ត្រនយោបាយចិនបានព្យាយាមវិនិយោគទៅលើប្រលានយន្តហោះនិងគម្រោងរ៉ែនៅ Greenland ដើម្បី
ជាឈ្នន់ជើងនៅក្បែរអាមេរិកខាងជើងប្រសិនបើអាមេរិកគ្រប់គ្រងកោះនេះច្រកទ្វារសម្រាប់ចិនចូលមកកាន់តំបន់អាក់ទិកនឹងត្រូវបិទជិតដែលជាការបរាជ័យយុទ្ធសាស្ត្រដ៏ធំសម្រាប់ទីក្រុងប៉េកាំងប្រសិនបើអាមេរិកបាន Greenland យើងនឹងមើលឃើញនៅផលវិបាកជាសកលដូចជាទី1គឺការប្រណាំងប្រជែងនៃគ្រឿងសព្វាវុធនៅពលខាងជើងរុស្ស៊ីនិងចិននឹងរួមដៃគ្នាបង្កើតនៅសម្ព័ន្ធភាពយោធាកាន់តែខ្លាំងនៅក្នុងតំបន់អាក់ទិកដើម្បីទប់ទល់ជាមួយនឹងការរីកធំធាត់របស់អាមេរិកនិង NATO ទី2គឺការរលាយសាបសូន្យនៃកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ក្រុមប្រឹក្សាអាក់ទិកដែលធ្លាប់ជាកន្លែងសម្រាប់កិច្ចសហប្រតិបត្តិការសន្តិភាពនឹងក្លាយទៅជាសមរភូមិការទូតដ៏ក្តៅគគុកសូមអរគុណបងប្អូនប្រិយមិត្តទេសនិកជនដែលបានចំណាយពេលវេលាដើម្បីតាមដានស្ដាប់នៅវីដេអូមួយនេះសង្ឃឹមថានេះគឺជាបទវិភាគដ៏ស៊ីជម្រៅមួយសម្រាប់ជាចម្លើយនៃចម្ងល់របស់បងប្អូនទាំងអស់គ្នាខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដែលកើតឡើងដោយអចេតនាប្រសិនបើបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍សម្រាប់អ្នកសិក្សាស្វែងយល់អំពីភូមិសាស្ត្រនយោបាយអន្តរជាតិកុំភ្លេច share ម្នាក់មួយទៅកាន់បណ្ដាញសង្គមផងដែរពេញចិត្តវីដេអូនេះកុំភ្លេចចុច like និង comment ពាក្យល្អៗ subscribe channel ចង់ដឹងទីទុកដើម្បីទទួលបានព្រឹត្តិការណ៍ព័ត៌មានជាតិនិងអន្តរជាតិសំខាន់ៗរួមជាមួយនឹងបទវិភាគសង្គ្រាមនិងសេដ្ឋកិច្ចសកលលោកសូមអរគុណសូមជម្រាបលា